Hello សួស្តីអ្នកទាំងអស់គ្នា admin ចេញមកសុំទោសដល់អ្នកទាំងអស់គ្នាដែលធ្វើឲ្យអ្នកទាំងអស់គ្នាដាច់ភាកហើយនឹងចាំ admin យូរអញ្ចឹងណាហើយ admin ពិតជាសុំទោសខ្លាំងមែនតើចំពោះដែល admin បានចេញភាកតឲ្យព្រោះ admin រវល់ព្រោះនេះឆ្នាំនេះជាឆ្នាំដែល admin ធ្វើប្រឡង diploma អញ្ចឹងហើយ admin គឺរវល់ខ្លាំងអត់មានពេលឆ្លៀតបានតិចតួចកាត់តិចហើយណាមួយវាមកបញ្ហាទូរស័ព្ទផង admin កាត់អត់កាត់ទេវារៀងគៀងទៅតែសុំប៉ាបានទិញទូរស័ព្ទថ្មីហើយ admin នឹងធ្វើវីដេអូតឲ្យអ្នកទាំងអស់គ្នាវិញចាប់ពីថ្ងៃហ្នឹងទៅតែ admin អត់បានបញ្ចូលដូចមុនទេព្រោះ admin អត់ស្លេ admin កាន់ទៅហើយវាសអត់ទៅអញ្ចឹងទៅ admin គឺសម្រាយយកតែម្ដងហើយតែបើមានកន្លែងណាតខុសអីសូមឲ្យអ្នកនរគ្នាកុំប្រកាន់ admin ណាហើយ admin ក៏សូមអភ័យទោសដែរព្រោះ admin កាន់សម្រាយយូរខែអញ្ចឹងទៅ admin នឹងអាចនឹងភ្លេចតួអង្គខ្លះហើយអូខេអ្វីដែល admin ចង់និយាយគឺមានតែប៉ុណ្្នឹងទេចូលសាច់រឿងនេះតកម្មវិធីនេះវិញតួឲ្យស្រីយើងមិនមកផ្ទះវិញហើយនៅបំរើក៏បានទទួលស្វាគមន៍នឹងរាក់ទាក់សួរសុខទុក្ខតួឲ្យស្រីយើងផងដែរអ្នកបំរើក៏សួរទៅឯស្រីយើងថាតើតួឲ្យស្រីយើងនឹងស្នាក់នៅទីនេះប៉ុន្មានថ្ងៃហើយក៏សួរទៀតថាចូលព្រះអង្គម្ចាស់រាជទាយាទតើទ្រង់មិនយាងមកជាមួយនឹងព្រះនាងទេឬតួឯស្រីយើងក៏និយាយថាអ្នកទាំងអស់គ្នាស្ងាត់សិនទៅអ្នកបំរើទាំងអស់នោះក៏បានចាប់តួស្រីយើងជាប់ហើយអ្នកបំរើ2នាក់ក៏បានទៅបើកទ្វារពេលនោះក៏បានឃើញពួកខ្មាតជាច្រើនម្លងមកទូស្រីដូចជាចង់ហែកស៊ីសាច់ទាំងរស់អញ្ចឹងទូស្រីយើងក៏នឹកក្នុងចិត្តថាបដូរអរិយាប័ត្រលឿនណាពួកអស់នេះតួឯស្រីយើងក៏គិតក្នុងចិត្តថាម្ចាស់រាងកាយមិនដែលពឹងផ្អែកលើការចរចានេះទេពេលនោះសោះតែមានមនុស្សស្រីម្នាក់បាននិយាយថាយាយឈីងហានតើឯងដឹងពីអំពើបាបរបស់ឯងទេហើយនាងក៏និយាយទៀតថាតើអ្នកណាគេមានទោសតួឯស្រីយើងក៏និយាយថាទូបង្គំជាព្រះអង្គម្ចាស់នៃរាជវង្សបច្ចុប្បន្នដូច្នេះព្រះអង្គគួរតែប្រាប់ខ្ញុំតាមនាមដំណើររបស់ខ្ញុំហើយក៏និយាយទៅទៀតថាហ៊ានម្លេះហើយនាងក៏និយាយទៅទៀតថាអូឥឡូវខ្ញុំចាស់ហើយខ្ញុំក៏ក្លាហានជាងមុនដែរពួកគេទាំងអស់នេះធ្វើពុតជាព្រះអង្គម្ចាស់នឹងស្នំដូចជាចាស់ទុំជាងយើងហើយអ្នកដែលនិយាយជាមួយនឹងទូស្រីនោះនាងគឺប្រពន្ធចង់មានឈ្មោះថាស៊ូហើយម្ដាយចង់ទូស្រីក៏និយាយថាមិនអីទេសម្រាប់នាងគ្រាន់តែធ្វើពុតជាព្រះនាងដ៏ខ្ពង់ខ្ពស់អ្នកណាខ្លះនៅក្នុងត្រកូលនេះមិនដឹងថានាងគឺជាសត្វព្រាបកាន់កាប់សម្បត្តិសត្វស្វានាងចេះខ្មាស់គេកាន់តំណែងជាប្អូនស្រីរបស់នាងហើយរៀបការជាមួយនឹងប្តីប្អូនហើយនាងនៅមានការភ័យខ្លាចនៅក្នុងការធ្វើពុតជាព្រះនាងនៅទីនេះហើយអ្នកបម្រើក៏បានថែមល្បើយថាខ្ញុំបានឮថាថ្មីនេះសម្ដេចបានកោះហៅរាជពេទ្យអធិរាជបានទៅព្យាបាលនាងវិជាការពិតណាស់ខ្ញុំបានឃើញនាងរៀបការ5ឆ្នាំហើយសូម្បីតែសម្លេងនៅក្នុងពោះរបស់នាងក៏មើលមិនឃើញដែរអ្នកបម្រើម្នាក់នេះក៏បានដាក់សឡោប្រហើរចូលហើយក៏និយាយថាមិនបានឮថាអាស្រ័យលើគូក្បាលម្នាក់នេះវិញនិយាយថាអត់ទេដាក់ស្លគ្រីឆ្ងាញ់ជាងខ្ញុំគិតថាគូក្បាលនាងក៏មិនល្អដែរនាងមិនមានគូក្បាលល្អទេតាំងពីនៅក្មេងកម្មទូអាស័យវងវិញក៏បាននិយាយទៅអ្នកបម្រើថាបើកទ្វារមើលតើមានអ្នកណាយាងមកពីវិមានរបស់ព្រះអង្គម្ចាស់នៅខាងក្រៅដែរឬអត់បើដូច្នេះឲ្យពួកគេចូលអ្នកបម្រើក៏សួរទៅទូស្រីវិញថាហេតុអ្វីបានជាមានអ្នកយាមនៅពីក្រៅទ្វារអ្នកបម្រើទូស្រីក៏គិតក្នុងចិត្តថាពិតជាមានអ្នកយាមមកមែនពេលនៅទូស្រីយើងក៏និយាយថាប្រាប់ខ្ញុំមកហេតុអ្វីបានជាឯងមិននិយាយម្ដងទៀតឯងមិនបានសុំជំនួយពីខ្ញុំទេពេលនេះតើឯងដឹងទេថាអំពើបាបរបស់ឯងគឺជាអ្វីគេអ្នកដឹងថាទូស្រីយើងមានន័យថាចង់និយាយពីអីទេអត់មានពិតជាយល់ពេលនោះឪពុកទូស្រីក៏ចេញមកហើយក៏សួរថាតើឯងចង់ធ្វើអ្វីមិនក៏នាំមនុស្សមករំលងក្បាលមែនទូស្រីយើងក៏តបទៅវិញថាពុកនៅចាំដែរហេថាលោកគឺជាឪពុករបស់ខ្ញុំហើយទូស្រីយើងក៏និយាយតទៀតថានេះមិនមែនដោយសារតែខ្ញុំនៅក្នុងក្រមការគ្រប់គ្រងរបស់ពុកទេពួកគេគឺជាសមាជិកនៃព្រះបរមរាជវាំងរបស់ព្រះអង្គម្ចាស់មិនមែនជាមនុស្សរបស់ខ្ញុំទេដូច្នេះពួកគេមិនចាត់ទុកថាជាការសង្កត់របស់ខ្ញុំឡើយឪពុកទូស្រីគាំងខ្លាំងមែនទែនអានខ្លួនឯងខ្លះទៅអេដមីនទៅផឹកទឹកផ្លែតទូស្រីយើងក៏និយាយថាអូភ្លេចវាទៅដើមឡើយខ្ញុំមានផែនការនេះប៉ុន្តែឥឡូវនេះខ្ញុំមើលថាតើទូផ្អែកប្រន់នឹងផ្ដល់ឱកាសនេះដល់ខ្ញុំទេម្ដាយទូស្រីក៏និយាយថាមកឲ្យម៉ែមើលតិចមើលឯងស្រកទម្ងន់ច្រើនណាស់ប្រហែលជាឯងញ៉ាំមិនបានល្អហើយក៏និយាយទៅទៀតថាម៉ែនឹងធ្វើម្ហូបដែលឯងចូលចិត្តជូនទៅឯងនៅពេលក្រោយញ៉ាំឲ្យច្រើនដើម្បីរៀង
កាយរបស់ឯងមានសុខភាពល្អទោះឲ្យស្រីយើងក៏នៅក្នុងចិត្តថាគ្មាននរណាម្នាក់ខ្វល់ខ្វាយពីខ្ញុំខ្លាំងនោះទេក្នុងការជីវិតមុនរបស់ខ្ញុំឯមានសូមអធិស្ឋានផងចំពោះការឲ្យឈ្មោះតួឯងស្រីយើងខុសក៏ពិតឈ្មោះតួឯងស្រីយើងឈ្មោះហានជីងហួរតែអេដមានច្រឡំហៅហានជីងហានអត់អីតសង្ឃឹមវិញម្ដាយទូស្រីក៏និយាយថាហ៊ូម៉ែមិនអីទេទូស្រីយើងក៏តបថាគុំក្រោកម៉ែសម្រាប់ចោះគាត់និយាយថាមិនតន់ស្រកទេម៉ែមើលណែវានៅខ្លាំងនៅឡើយត្រឹមតែដំរីមួយក៏លើកស៊ីផុយម្ដាយទូស្រីក៏និយាយថាតាជាជាត្បូងពេជ្រដែលម៉ែឲ្យទៅឯងនៅឯណាតាឯងមិនបានពាក់វាគ្រប់ពេលទេហើយដើម្បីបានជាឯងមិនបានពាក់វាជារៀងរាល់ថ្ងៃទូស្រីយើងក៏នៅក្នុងចិត្តថាត្បូងពេជ្រនេះវាធ្ងន់ពេកហើយទូស្រីយើងក៏តបថាវាធ្ងន់ពេកដូច្នេះខ្ញុំទុកវាមួយឡែកសិនម្ដាយទូស្រីក៏សួរថាតើវាអាចត្រូវបានទុកដាក់ឲ្យត្រឹមត្រូវទេទូស្រីក៏ឆ្លើយថាទុកដោយការប្រុងប្រយ័ត្នម្ដាយទូស្រីក៏និយាយថានោះជាអ្វីដែលសំខាន់បំផុតនៅក្នុងថ្លែងបណ្ណាការរបស់ម៉ែកូនត្រូវតែថែរក្សាវាទូស្រីក៏ឆ្លើយថាចាកុំបារម្ភអីណាម៉ែម្ដាយទូស្រីក៏និយាយតទៀតថាកូនស្រីម៉ែធំហើយហើយដើម្បីបានជាម៉ែនៅតែមិនសុខម្ដាយទូស្រីក៏នឹកក្នុងចិត្តថាខ្ញុំគ្រាន់តែសង្ឃឹមថាកូនរបស់ខ្ញុំនឹងមានសុខភាពល្អជានិច្ចដោយមិនខ្វល់ខ្វាយពីអ្វីឡើយដូច្នេះខ្ញុំនឹងរក្សាវាទុកជាអត្ថកំបាំងរហូតដល់ថ្ងៃស្លាប់គេទៅចូលក្នុងសំណាក់របស់ព្រះអង្គម្ចាស់ស្នំឯករបស់ទូប្រុសក៏និយាយថាម្ចាស់ក្សត្រីបានទៅកន្លែងរបស់ប្រធានក្រុមនរណាខ្លះនៅរាជធានីនេះមិនដឹងថាទ្រង់នឹងតៃវ៉ាន់ហៃមិនត្រូវគ្នាហើយនាងមានចេតនាបំបាក់មុខខ្ញុំមានអារម្មណ៍ថានាងមិនឲ្យតម្លៃសម្រាប់ទ្រង់ទេអួយប៉ិនចាក់ហុកវងម៉ងមកទៅក្រាមពីអេដមីនជាមួយអេដមីនធ្វើស្លេងម្នាក់នឹងមួយអូព្រះអង្គម្ចាស់អើយមិនមកខឹងនឹងខ្ញុំម្ចាស់វិញវាមិនសមសោះមិនសមសោះមើលមុខទូប្រហើយមានន័យថាម៉េចហ្នឹងកើតមកឈុតនេះវិញឃើញបរិមម្នាក់បាននិយាយទៅព្រះអង្គម្ចាស់ថាអន់ណាព្រះអង្គម្ចាស់មិនសមរម្យទេសូមអធិស្ឋានផងដែលអេដមីនបានប្រាប់ឈ្មោះតានឹងណាមួយទូតានឹងអត់សំខាន់ផងទូប្រក៏និយាយថាលោកគ្រូមកផឹកស្រានេះទេឆ្ងាញ់ណាស់បរិមនោះក៏ឆ្លើយថាព្រះអង្គម្ចាស់ទ្រង់ធ្វើឲ្យខ្ញុំខកចិត្តយ៉ាងខ្លាំងទូប្រយើងក៏បានញញឹមហើយក៏និយាយថាត្រូវហើយវាជាការខកចិត្តខ្លាំងណាស់